យប់មិញគឺមានមនុស្សរាប់លានអ្នកអង្គុយមើលកៅអីរបស់ Marvel គេបង្ហាញអំពី cast នៃ Avengers Doomsday ម្នាក់មួយចង់5ម៉ោងធុញចុយយៈហើយអូកាឡាមែនតើឥឡូវគឺយើងនឹងមើលថាមានវត្តមានណាគេខ្លះដែលគេបានបង្ហាញហ្នឹងទី1ហ្នឹងគឺអ្នកដែលច្បាស់ជាងគេបំផុតហ្នឹងគឺ Robert Downey Jr. Dr. Doom ហើយនឹង Fantastic Four ស៊េរីថ្មីដែលយើងមាន Pedro Pascal ស្អីណា Vanessa Kirby មកហោហែ4អ្នកហ្នឹងមុខអីដំបងគេដែលគេដាក់មកហ្នឹងគឺ God of Thunder Chris Hemsworth Thor របស់យើងគឺបានត្រឡប់មកវិញជាមួយនឹងប្អូនរបស់ខ្លួនឯង Loki ដែលអានេះគឺខ្ញុំភ្ញាក់ផ្អើលជាងគេខ្ញុំនិយាយមែនណាគឺយើងឃើញ Loki ត្រឡប់មកវិញនៅក្នុង Avengers Doomsday បន្តមកទៀតគឺយើងមាន Captain America ថ្មីជាមួយនឹង Falcon ថ្មីរបស់គាត់ហ្នឹងគឺមកទាំងពីរនាក់ហើយមកពី Wakanda ក៏យើងមាន Shuri Black Panther ហើយនឹង Mbaku Namor ហ្នឹងក៏ត្រឡប់មកវិញដែរតែប៉ុណ្្នឹងគ្រប់ទឹកជាមួយនឹង Sue Storm ហើយអ្នកដែលមកពី Thunderbolt ដែលមាន Bucky មាន Yelena Red Guardian Ghost ហើយតួអង្គ Sentry ដូចគ្នានឹងត្រឡប់មកវិញលើកលែងតួ Taskmaster មួយទេដែលហ្នឹងក៏វាជា spoil មួយថា Taskmaster អាចនឹងទៅស្រុកនៅក្នុងរឿង Thunderbolt នៅខែ5នឹងដូចគ្នាទីមលាវ Shang-Chi ក៏ត្រឡប់មកវិញដែរហើយចំពោះ OG X-Men ឬមួយក៏ X-Men សេរីចាស់គឺមកវិញបានមួយចំនួនដូចគ្នាដែលយើងមានទី1ហ្នឹងគឺយើងមាន Professor X វារៀង obvious រៀងច្បាស់ជាងគេអាហ្នឹងគឺមានអារម្មណ៍ថានឹងតែមកវិញហើយ Professor X ប៉ុន្តែអ្នកដែលអត់រំពឹងទុកគឺ Magneto មកវិញ what the fuckតួអង្គមួយនេះចូលចិត្តខ្លាំងមែនតើគឺត្រឡប់មកវិញហើយអ្នកចំណិត Magneto គឺ Mystic ក៏មកវិញដែរគឺ Mystic សេរីចាស់ដៃគូចំណិតរបស់ Professor X គឺ Cyclops ក៏មកវិញដែរនិយាយទៅបែបហ្នឹងគឺគេទៅសួរក្នុងអារឿង Sonic ថាមកលេង Avenger អត់មកឥឡូវមកបណ្ដោយចប់ហើយតែប៉ុន្តែគេលែងជឿអ្នកដែលគេសួរតាក់ទងទៅនឹង Avenger ត្រឡប់មកវិញអត់ហ្នឹងគឺគេលែងជឿមិនបាច់ខំប្រឹងបោកគេថាខ្ញុំមិនបានមកបានអីនេះទៅគេលែងជឿហើយបន្តបន្សំក៏យើងមាន Nightcrawler យើងមាន Channing Tatum Gambit ដែលយើងឃើញក្នុង Deadpool ហើយមួយទៀតហ្នឹងគឺ Beast សេរីចាស់យើងធ្លាប់ឃើញ Beast ហ្នឹងជា cameo នៅក្នុងរឿង The Marvel ម្ដងឥឡូវគឺគេ confirm ថាត្រឡប់មកវិញ so ដល់មកខ្ញុំគិតថា cast ដែលគេបាន confirm ហ្នឹងគឺវាអត់ 100% មកទាំងអស់ទេគឺគេនឹងលាក់ឬមួយក៏គេនឹងទុកខ្លះsurprise យើងបន្ថែមទៀតអញ្ចឹងណាអូខេឥឡូវយើងមកនិយាយអំពីតួអង្គដែលគេប្រាប់ថាអត់មានវត្តមាននៅក្នុងរឿង Avengers Doomsday អាហ្នឹងគឺវាអាចទី1គឺវាអត់មានមែនតើដោយសារតែ budget វាមានកម្រិតទី2គឺគេអាចលាក់បង្ហាញមុខនៅក្នុងរឿងហ្នឹងនៅពេលដែលគេចាក់ហ្មងទី3គឺតួអង្គទាំងអស់ហ្នឹងគឺយើងនឹងអាចឃើញសរុបចូលគ្នាមកទាំងអស់ហ្មងគឺនៅក្នុងរឿង Avengers Secret War អញ្ចឹងទៅវាមានតែចាំមើលទាំងអស់នេះជាក់ស្ដែងអ្នកដែលវត្តមានដំបូងគេហ្នឹងគឺ Captain America Steve Rogers ទាំង Captain America ទាំង Captain Hydra គឺគេអត់បាន mention ទេទី2ហ្នឹងគឺ Peggy Carter ឬមួយក៏ Captain Carter ដែលខ្ញុំអត់ទៅជាចូលចិត្តអា Captain Carter ហ្នឹងសោះហ្មងអត់មានក៏អត់ដែរទី3ហ្នឹងគឺ Sorcerer Supreme Wong ហើយនឹង Doctor Strange ដែលចម្លែកមែនទែនគឺគេអត់ថា Doctor Strange មាននៅក្នុងហ្នឹងវាអត់តំណងហើយបន្តពី Doctor Strange ហ្នឹងគឺ Scarlet Witch ហើយនឹង America Chavez គឺអត់ប្រាប់ថាមាននៅក្នុងរឿង Avengers Doomsday ទេពោះ Street Level Superhero របស់យើងទាំងពីរនាក់តាំង Daredevil ហើយនឹង Spider-Man គឺគេអត់ mention ទេប្រហែលជាអត់មានមែនទេខ្ញុំមានអារម្មណ៍ថាអញ្ចឹងហ្មងចំពោះកញ្ញាដែលមកពីរឿង The Marvel ដែលយើងមាន Carol Danvers មាន Monica Rambeau ក៏ដូចជា Kamala Khan ហ្នឹងក៏គេអត់បាន mention ដែរ Guardian of the Galaxy Zero Guardian of the Galaxy នេះខ្ញុំគិតថាបើមកក៏មកតែ Star Lord ដែរតួអង្គផ្សេងទៀតប្រហែលជាចប់សពគ្រប់អស់តំណឹងហើយអង្គ Kim Sin ចាស់ដែលយើងមាន Groot Rocket Gamora Drax ហើយនឹង Nebula ក៏ដូចជាសេរីថ្មីដែលយើងមានស្អីណាមក Adam Warlock អីហ្នឹងគឺខ្ញុំគិតថាប្រហែលជាអត់មានទេគឺមានតែច្រើនត្រឹម Star Lord ហ្នឹងឯងហើយអ្នកផ្សេងទៀតដែលយើងមានដូចជា Taskmaster Eternal War Machine Hank Pym Valkyrie ក៏គេបាន mention ដែរហើយចំពោះ gang TV series Marvel គឺយើងមាន Hawkeye ហើយនឹង Kate Bishop ក៏អត់ mention Moon Knight ក៏គេអត់និយាយ She-Hulk ក៏អត់មាន Iron Heart Vision នេះគឺគេអត់មាន mention ទេ Nick Fury Gaia អីមកពីរឿង Secret Invasion ក៏អត់មានដែរយ៉ាងទៅវាជារឿងមួយដែរល្អហើយចំពោះតួអង្គផ្សេងដែលក្រៅពី MCU ដែលយើងមាន villain មកពី Sony ក៏អត់មានដែរខ្ញុំគិតថាគេដាក់មកអស់មកអា Sony ដែរដាក់មកកំតិចអាចក្រវាលហ្នឹងចោលអស់អាអី Mobius Venom Web ហ្នឹងគឺកំតិចចោលអស់ហ្មង Spider-Man របស់ Sony Tobey Maguire ហើយនឹង Andrew Garfield ហើយនឹង X-Men មួយចំនួនទៀតដូចជា Deadpool Wolverine Storm Rogue Jean Grey Colossus អីហ្នឹងគឺក៏អត់មានដែរសរុបមក cast ទាំងអស់ហ្នឹងគឺជា cast ដែលគេអត់បាន mention នៅក្នុង announcement របស់គេ
ប៉ុន្តែយើងអត់ដឹងច្បាស់ថាមានឬមួយក៏អត់ទេមានតែចាំមើលក្នុងរឿងទេហើយគេក៏មិនគួរ spoil cast អត់ដែរគេទុក surprise ខ្លះអញ្ចឹងវាល្អទាំងអស់គ្នាទាំង fan ហើយនិងទាំង Marvel ហើយបើសិនជាបាត់អ្នកគេទៀតអាច comment ខាងក្រោមបានមានតែប៉ុណ្្នឹងទេសន្តិភាព